បាទជំរាបសួរទៅពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់មកជម្រាបប្រាប់ពុកម៉ែបងប្អូនអរគ្នាតាក់ទងជាមួយនឹងរូបសំណាកនៅក្នុងខេត្តសៀមរាបអានេះស្ថិតនៅក្នុងជំនឿរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាទេដោយសារតែរូបសំណាករបស់ព្រះនរាយណ៍ដែលជាន់នៅលើក្បាលគ្រុឌវាជារូបសំណាកមួយដែលមានតាំងពីបុរាណកាលមកហើយចំពោះជាក់ស្ដែងចំពោះរូបភាពដែលទីតាំងដាក់ពេលបច្ចុប្បន្ននេះជារូបបុរាណឬក៏រូបថ្មីរូបមានអត្ថនឬមិនមានអត្ថនរូបមានបារមីឬមិនមានបារមីវាអាស្រ័យនឹងពុកម៉ែបងប្អូនអរគ្នាមានជំនឿទៅតាមរូបភាពទាំងអស់នោះប៉ុន្តែអ្វីដែលខ្ញុំមានប្រតិកម្មខ្លាំងជាងគេបំផុតតាក់ទងជាមួយនឹងរូបដែលនៅក្នុងរង្វង់មូលស្រុកក្រឡាញ់បាទអញ្ចឹងចំពោះរង្វង់មូលស្រុកក្រឡាញ់ខ្ញុំសំណូមពរឲ្យពុកម៉ែបងប្អូនជាពិសេសនៅក្នុងខេត្តសៀមរាបជាពិសេសនៅក្នុងស្រុកក្រឡាញ់តែម្ដងប្រជាជនដែលនៅក្នុងស្រុកក្រឡាញ់មានបានដឹងទេថាកាលពីអំឡុងឆ្នាំមុនឆ្នាំ2008មុនឆ្នាំដែលមានបញ្ហាជាមួយនឹងភាសាព្រះវិហាររូបសំណាកដែលនៅក្នុងស្រុកក្រឡាញ់ហ្នឹងគឺជារូបសំណាកហនុមានចាប់ដៃគ្រប់ទាំងសងខាងហើយលើកប្រខាន់ច្អល់ទៅខាងសៀមនេះគឺជារូបសំណាកមួយដែលខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនអរគ្នាដែលការចងចាំរបស់ខ្ញុំគឺថាមិនមានការភ័ន្តច្រឡំទេប៉ុន្តែខ្ញុំចង់ស្វែងរកថារូបសំណាកមួយហ្នឹងទៅណារូបសំណាកមួយហ្នឹងស្ថិតនៅក្នុងប្រទេសកម្ពុជាឬក៏រូបសំណាកហ្នឹងត្រូវបានអ្នកជិតខាងយកទៅបាទអញ្ចឹងខ្ញុំចង់ឲ្យមានការរំលឹកឡើងវិញនៅរូបសំណាកមួយហ្នឹងពីព្រោះជារូបសំណាកមួយអាថ័ន្តសំខាន់ជាងគេបំផុតចំពោះហនុមានដែលចាប់ដៃគ្រុឌជាប់ហនុមានគឺតំណាងទ័ពខ្មែរយើងបាទកងខេមរៈភូមិន្ទបាទរីឯសត្វគ្រុឌគឺតំណាងឲ្យទ័ពសៀមអញ្ចឹងនៅពេលដែលហនុមានលោកចាប់ដៃគ្រុឌបាទចាប់ដៃគ្រុឌជាប់អញ្ចឹងនៅពេលដែលគ្រុឌរីដៃយើងមកគឺចាប់គ្រុឌចាប់ជាប់អញ្ចឹងហើយមួយកាន់ប្រខាំងមួយទៅច្អល់ទៅខាងស៊ីបាទអញ្ចឹងចំពោះរូបភាពមួយនេះខ្ញុំចង់បង្ហាញទៅពុកម៉ែបងប្អូនអរគ្នាហើយសូមមេត្តាជួយស្វែងរកថាតើរូបសំណាកមួយហ្នឹងស្ថិតនៅក្នុងតំបន់មួយណាឬក៏យកទៅអភិរក្សនៅក្នុងសារមន្ទីរណាបើសិនជាពុកម៉ែបងប្អូនអរគ្នាបានដឹងសូមមេត្តាជួយប្រាប់ខ្ញុំព្រោះខ្ញុំស្វែងរករូបសំណាកហ្នឹងចូល10ឆ្នាំហើយបាទខ្ញុំស្វែងរកអត់ឃើញទេអញ្ចឹងបាទខ្ញុំក៏ចង់ឲ្យខាងយុវជនខ្មែរទាំងអស់ជាពិសេសអ្នកនៅក្នុងស្រុកក្រឡាញ់ដែលបានដឹងពីរូបសំណាកនឹងកាលពីអតីតកាលអំឡុងពេលកាលពីជាង10ឆ្នាំមុនបាទវាបាត់បង់អញ្ចឹងចង់នឹងថាបាត់បង់ទៅណាហើយមូលហេតុអីដែលបាត់បង់ហ្នឹងបាទអ្វីដែលខ្ញុំចង់បង្ហាញណាបាទអញ្ចឹងសូមឲ្យមានការជួយរំលឹកវិញផងថាពីព្រោះមួយរយៈនេះគឺមានពុកម៉ែបងប្អូនមួយចំនួនហ្នឹងស្រឡាញ់ជាមួយនឹងរូបភាពព្រះនរាយណ៍ដែលគង់នៅលើសត្វគ្រុឌហើយជន់លើក្បាលគ្រុឌប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញខ្លាំងជាងគេបំផុតនោះគឺហនុមានចាប់ដៃគ្រុឌហើយលើកប្រខាន់ចង្អុលទៅខាងសៀមអ្វីដែលខ្ញុំចង់បង្ហាញអញ្ចឹងសូមឲ្យជួយស្វែងរកបាទអរគុណច្រើនសម្រាប់ការជួយស្វែងរករបស់គ្នាណាបាទ